ជំរាបសួរកូនកូនជាទីស្រឡាញ់ថ្ងៃនេះជួបមួយអ្នកគ្រូសាស្ត្រជាថ្មីកូនកូនសុខសប្បាយអរគុណព្រះសម្រាប់សេចក្តីសុខសាន្តថ្ងៃនេះយើងនឹងរៀនជាមួយគ្នានៅមុខវិជ្ជាភាសាខ្មែរថ្នាក់ទី3ហើយយើងនឹងរៀនអំពីស្លាកសញ្ញាសុវត្ថិភាពនានាណាកូនណាចាអញ្ចឹងយើងនឹងរៀនអំពីស្លាកសញ្ញាសុវត្ថិភាពនានាតើវាមានរូបរាងដូចម្ដេចហើយវាមានតួនាទីអីឥឡូវយើងមកមើលទាំងអស់គ្នាចាឥឡូវកូនសង្កេតមើលកូនតើស្លាកសញ្ញានេះចាមានរូបអីគេកូនចាគឺមានរូបក្បាលខ្មោចហើយនៅលើក្បាលខ្មោចមានពាក្យអីកូនចាគឺមានពាក្យថាប្រយ័ត្នគ្រាប់មីនតើនេះកូនណាចាអញ្ចឹងស្លាកសញ្ញានេះគឺគេដាក់នៅលើផ្ទៃដីដែលមានគ្រាប់មីនឬក៏គ្រាប់មិនទាន់ទុះចាអញ្ចឹងគេដាក់សម្គាល់ឲ្យយើងដឹងថាកន្លែងហ្នឹងគឺមានគ្រោះថ្នាក់មិនឲ្យយើងទៅទេកាលណាយើងទៅយើងអាចជន់ចំមីននោះដែលមិនទាន់ផ្ទុះអាចបង្កឲ្យយើងបាត់បង់ជីវិតឬក៏ពិការភាពណាកូនណាចាតោះស្លាកសញ្ញាមួយទៀតកូនចាដែលយើងតែងតែឃើញវាគេហៅស្លាកសញ្ញាអីគេកូននេះចាកូនមើលមកមានរូបអីគេដែរចាគឺមានរូបមនុស្សមែនទេកូនហើយមនុស្សកំពុងធ្វើអីកូនមនុស្សកំពុងជោគដីចាអញ្ចឹងស្លាកសញ្ញានេះគឺស្លាកសញ្ញាអីគេកូនមានការដ្ឋានកំពុងសាងសង់អញ្ចឹងឲ្យយើងប្រុងប្រយ័ត្នដែរភាគច្រើនយើងឃើញគេកំពុងតែសាងសង់ឬក៏ជួសជុលផ្លូវឬក៏ដាក់លូអីហ្នឹងគឺគេដាក់សញ្ញានេះឯងដើម្បីឲ្យយើងទាំងអស់គ្នាប្រុងប្រយ័ត្នកុំឲ្យមានគ្រោះថ្នាក់ណាកូនណាចាតោះស្លាកសញ្ញាមួយទៀតកូនឃើញនេះកូនចាកូនឃើញមានដៃកូនណាចាហើយមានអីទៀតកូនចាគឺមានសត្វមាន់ដែលវាកំពុងតែងាប់កូនណាចាហើយមានអីគេកូននេះចាគំនូសក្រហមនេះកូនចាគឺគេខ្វែងនេះគឺបញ្ជាក់ប្រាប់ថានៅពេលដែលមានសត្វងាប់ចាសត្វបក្សីផ្សេងដែលងាប់កុំឲ្យយើងទៅប៉ះវាកាលណាយើងប៉ះវាអាចនឹងឆ្លងជំងឺផ្សេងណាកូនណាអញ្ចឹងស្លាកសញ្ញាទាំងអស់នេះគឺជាស្លាកសញ្ញាសុវត្ថិភាពដែលជួយយើងឲ្យយើងកុំឲ្យយើងមានគ្រោះណាតោះនេះណាកូនចាអរគុណសូមព្រះទានពរកូនទាំងអស់គ្នា